មែនតែនទៅអ្នកនៅក្រៅស្រុកបានត្រឹមតែនិយាយជួយតិចតួចទេតែប៉ុណ្្នឹងហើយពួកគាត់នៅក្រៅស្រុកពួកគាត់មិនខ្វល់អីនិយាយអីក៏បានហើយបើគ្រាន់តែនិយាយគ្មានអីលំបាកទេមែនតែនទៅមកដល់ចំណុចនេះខ្ញុំឃើញបងប្អូនយើងក្នុងស្រុកមួយចំនួនជាពិសេសអ្នករៀនសូត្រចេះដឹងសិតតែបណ្ឌិតអនុបណ្ឌិតអីអស់ហើយហ្នឹងហើយអត់នាំគ្នាចូលរួមដើម្បីបង្កើតឲ្យមានសាមគ្គីភាពផ្ទៃក្នុងបែរទៅជាជឿសម្ដីរបស់ពួកនៅក្រៅស្រុករត់ចោលស្រុកនិយាយអស់ហ្មងមួយចំនួនហ្នឹងញុះញង់ទៅធ្វើឲ្យបែកបាក់សាមគ្គីផ្ទៃក្នុងអ្នកដែលចំណេញបំផុតគឺសៀមព្រោះសៀមបំណងរបស់គាត់គឺចង់ឲ្យយើងបែកបាក់ផ្ទៃក្នុងយើងគ្មានការជឿជាក់លើរដ្ឋាភិបាលគ្មានការជឿជាក់លើវីរៈកងទ័ពជាដើមលើឧទាហរណ៍លេងណានៅពេលមានសង្គ្រាមអ្នកដែលបកៀកស្មារគ្នាប្រយុទ្ធគឺខ្មែរក្នុងស្រុកអត់មានខ្មែរក្រៅស្រុកមកពីណាទេហ្នឹងហើយអ្នកដែលគ្រប់គ្រងគ្នាគឺក៏អ្នកក្នុងស្រុកដែរខ្លាំងបំផុតតាមរយៈគ្រប់មធ្យោបាយស្បៀងស្មារតីថាវិការទីកន្លែងការផ្គត់ផ្គង់ការសម្របសម្រួលអីផ្សេងជាដើមគឺនៅក្នុងស្រុកអត់មានក្រៅស្រុកទេបើអាចណាយើងងាកមកគ្រប់គ្រងរដ្ឋាភិបាលកាន់តែខ្លាំងជាធ្លុងមួយឯករាជ្យភាពជាតិមួយគ្រប់គ្រងលើកទឹកចិត្តកងទ័ពរបស់កម្ពុជាយើងឲ្យមានស្មារតីនឹងនៅក្នុងបបផែនជាតិមាតុភូមិការពារបូរណភាពទឹកដីខ្ញុំជឿថាអស់លោកស្រីដែលរៀនបានខ្ពស់នោះលោកអាចធ្វើបានណាលោកអាចធ្វើបានកុំអង្គុយតែក្នុងបន្ទប់សិនជាស្ដាប់បពួកប្រហែលអ្នកនៅក្រៅស្រុកហ្នឹងមករិះគន់រដ្ឋាភិបាលខ្ញុំមិនគ្រប់គ្រងទេនៅក្រៅស្រុកឲ្យគេរិះគន់មិនក៏រិះទៅពួកគេមិនបានទទួលផលប្រយោជន៍អីពីរដ្ឋាភិបាលទេគ្រប់គ្រងរដ្ឋាភិបាលប្រឹងប្រែងធ្វើការបង់ពន្ធជូនរដ្ឋយកថវិកាទាំងអស់ហ្នឹងមកគ្រប់គ្រងវិស័យសេវាសាធារណៈសន្តិសុខជាតិជាដើម